សួស្តីអ្នកគ្រប់គ្នាបន្ទាប់ពីវីដេអូមុនយើងបានជជែកគ្នាយ៉ាងលម្អិតអំពីភ្លើងក្រអៅឈូកបេតុងរួចមកនៅក្នុងវីដេអូនេះយើងនឹងជជែកគ្នាអំពីភ្លើងមេឃាដ៏អស្ចារ្យនិងមានភាពទាក់ទាញបំផុតនៅក្នុងទ្វីបកម្លាំងធាតុនោះគឺភ្លើងត្រជាក់ឆ្អឹងទិមដែលជាភ្លើងមេឃាប្រចាំខ្លួនរបស់លោកគ្រូយ៉ាងនៅក្នុងបញ្ជីចំណាត់ថ្នាក់ភ្លើងមេឃាទាំង23ប្រភេទនៅលើទ្វីបកម្លាំងធាតុភ្លើងត្រជាក់ឆ្អឹងទិមគឺជាអណ្ដាតភ្លើងមេឃាដែលឈរនៅលំដាប់ទី11ឈ្មោះដើមជាភាសាចិនរបស់វាគឺ Cooling Leng-Huoវាមានពណ៌សស្គូសដូចជាព្រើឬដុំទឹកកកដែលកំពុងឆេះរិចរឹលនៅពេលដែលវាលេចរូបរាងឡើងមិនមែនជាអណ្ដាតភ្លើងពណ៌ក្រហមឆ្អៅឬពណ៌បៃតងដូចភ្លើងដទៃឡើយតែវាជាដុំភ្លើងពណ៌សសុទ្ធសាធដែលមើលទៅពិតជាត្រជាក់យ៉ាងខ្លាំងអាចកំបាំងនឹងគួរឲ្យខ្លាចជាពន់ពេកលក្ខណៈពិសេសដែលធ្វើឲ្យភ្លើងត្រជាក់ឆ្អឹងទិមខ្លាចជាអភូតហេតុធម្មជាតិគឺជាការប្រមូលផ្ដុំនៃថាមពលខ្លាំងក្លាបំផុតផ្ទុយគ្នាពីរនៅក្នុងរូបកាយតែមួយភ្លើងនេះកើតឡើងចេញពីការរួមផ្សំគ្នាយ៉ាងចម្លែករវាងភាពត្រជាក់ដ៏ជ្រៅនៃទឹកកកធាតុយិននិងកម្ដៅដុតរំលាយដ៏មហិមាធាតុយ៉ាងយោងតាមសៀវភៅកំណត់ហេតុបុរាណនៃទ្វីបកម្លាំងធាតុភ្លើងនេះក៏កើតឡើងនៅជម្រៅដ៏ជ្រៅបំផុតនៃមហាសមុទ្រឬទីកន្លែងដែលមានភាពត្រជាក់ខ្លាំងបំផុតដែលរៀងរាល់130ឆ្នាំម្ដងទើបវាមានការរួមផ្សំនៃថាមពលទាំងពីរនេះបានម្ដងចំពោះអនុភាពនៃការប្រយុទ្ធនិងការបំផ្លិចបំផ្លាញវិញពាក្យថាត្រជាក់ឆ្អឹងទិមមិនមែនជាការដាក់ឈ្មោះលេងៗនោះទេនៅពេលដែលភ្លើងនេះប៉ះនឹងគូសត្រូវសីតុណ្ហភាពជុំវិញនឹងធ្លាក់ចុះភ្លាមៗរហូតដល់កកប៉ុន្តែនៅពេលជាមួយគ្នានោះវានឹងដុតបំផ្លាញរំលាយសាច់ឈាមឆ្អឹងនិងព្រលឹងវិញ្ញាណរបស់សត្រូវពីខាងក្នុងមុខវិញវាអាចបង្កក់ជីវិតសត្រូវឲ្យក្លាយទៅជាទឹកកកបន្ទាប់មកដុតបំផ្លាញព្រលឹងឲ្យក្លាយទៅជាផេះផោងក្នុងមួយប្រពេចផ្នែកដោយសត្រូវមិនដឹងខ្លួនក្រៅពីសមត្ថភាពប្រយុទ្ធដ៏គួរឲ្យខ្លាចភ្លើងត្រជាក់ឆ្អឹងទិមក៏ជាវត្ថុទិព្វដ៏អស្ចារ្យបំផុតសម្រាប់ការស្លថ្នាំផងដែរនៅក្នុងសាច់រឿងយើងតែងតែឃើញលោកគ្រូយ៉ាវប្រើប្រាស់ភ្លើងពណ៌សនេះក្នុងការចម្រាញ់ឱសថយ៉ាងស្ទាត់ជំនាញតាមរយៈការវិភាគថាមពលត្រជាក់ធាតុយិននៃភ្លើងនេះជួយរក្សាគុណភាពភាពស្រស់និងរក្សាលំនឹងនៃឱសថមិនឲ្យងាយនឹងខូចខណៈពេលដែលថាមពលកម្ដៅធាតុយ៉ាងជួយដុតរំលាយកាកសំណល់និងចម្រាញ់ជាតិពុលចេញពីឱសថបានយ៉ាងលឿនធ្វើឲ្យយ៉ាវឡាវអាចបង្កើតថ្នាំលំដាប់ខ្ពស់ៗបានយ៉ាងងាយក្រោយមកភ្លើងត្រជាក់ឆ្អឹងទិមនេះក៏ត្រូវបានផ្ទេរនិងរួមបញ្ចូលគ្នាដោយជោគជ័យទៅក្នុងខ្លួនរបស់សៀវយានវាបានក្លាយជាកម្លាំងដ៏សំខាន់បំផុតមួយដែលអនុញ្ញាតឲ្យសៀវយានអាចបង្កើតស្និតគុណដ៏ល្បីល្បាញគឺផ្កាឈូកបំភ្លើងបំផ្លាញលោកដំណាក់កាលដំបូងដោយការរួមបញ្ចូលគ្នារវាងភ្លើងត្រជាក់ឆ្អឹងទិមនិងភ្លើងក្រអៅឈូកបៃតងបង្កើតបានជាផ្កាឈូកភ្លើងពីរពណ៌ដ៏ស្រស់ស្អាតតែមានថាមពលបំផ្លិចបំផ្លាញក៏ក្រើកមេឃរញ្ជួយដីសរុបមកភ្លើងត្រជាក់ឆ្អឹងទិមមិនមែនគ្រាន់តែជាអណ្ដាតភ្លើងពណ៌សចម្លែកមួយប្រភេទនោះទេប៉ុន្តែវាជានិមិត្តរូបនៃតុល្យភាពរវាងភាពផ្ទុយគ្នានិងជាកម្លាំងដ៏រឹងមាំដែលទ្រទ្រង់ខ្សែជីវិតរបស់ចៅឡាវព្រមទាំងជួយរុញច្រានសៀវយានឲ្យឈានជើងទៅរកភាពជោគជ័យផងដែរគ្រប់គ្នាយល់យ៉ាងណាដែរចំពោះភ្លើងត្រជាក់ឆ្អឹងទិមលំដាប់ទី11នេះបើមានមតិឬចម្ងល់អ្វីអាចខមមិននៅខាងក្រោមបានសូមអរគុណអ្នកគ្រប់គ្នាសម្រាប់ការស្ដាប់ជួបគ្នានៅវីដេអូក្រោយទៀត